សេចក្តីមិនសប្បាយកាយមិនសប្បាយចិត្តឈ្មោះថាទុក្ខព្រោះជារបស់ដែលសត្វអត់ធន់បានដេកកម្រតណ្ហាគឺសេចក្តីអន្ទះអន្តែងចង់បានឈ្មោះថាសមុទយៈព្រោះហេតុឲ្យកើតទុក្ខកើតតណ្ហានេះគឺមាន3ប្រភេទគឺតណ្ហាក្នុងអារម្មណ៍តែជាទីស្រឡាញ់ពេញចិត្តហៅថាកាមតណ្ហាមួយតណ្ហាក្នុងអារម្មណ៍ដែលជាទីស្រឡាញ់ពេញចិត្តហៅថាកាមតណ្ហាមួយតណ្ហាក្នុងសេចក្តីចង់បានជានេះជានោះហៅថាភវតណ្ហាមួយតណ្ហាក្នុងសេចក្តីមិនចង់បានជានេះជានោះហៅថាភវតណ្ហាហៅថាវិភវតណ្ហាសេចក្តីរលត់តណ្ហាបានទុក្ខរមែងរលត់អស់និរោធព្រោះជាសេចក្តីរលត់ទុក្ខបញ្ញាដែលឃើញប្រពៃថានេះជាតួទុក្ខនេះជាតួហេតុឲ្យទុក្ខកើតនេះជាសេចក្តីរលត់ទុក្ខនេះជាផ្លូវនាំឲ្យរលត់ទុក្ខឈ្មោះថាមគ្គព្រោះជាផ្លូវប្រណិប័តឲ្យរលត់នៅសេចក្តីទុក្ខបានមគ្គនេះមានអង្គ8មានសមាទិដ្ឋិបញ្ញាឃើញប្រពៃសមាកម្មសង្កប្បៈត្រេះរិះប្រពៃសមាវាចាប្រពៃសមាកម្មន្តៈការងារប្រពៃសមាអាជីវៈចិញ្ចឹមជីវិតប្រពៃសមាវាយាមៈព្យាយាមប្រពៃសមាសតិរលឹកប្រពៃសមាសមាធិតាំងចិត្តខ្ជាប់ខ្ជួនអនន្តរិយកម្មមាន5យ៉ាងទី1សម្រាប់មេត្តាបិតាទី2សម្រាប់បិតាទី3សម្រាប់ព្រះអរហន្តទី4ប្រទុះព្រះពុទ្ធអង្គរហូតដល់ញ៉ាំងលោហិតឲ្យពុះពងឲ្យជាប់5ញ៉ាំងសង់ឲ្យបែកបាក់គ្នាកម្ម5យ៉ាងនេះជាបាបធ្ងន់ណាស់ខាត់និព្វានតាំងនៅក្នុងឋានបរាជិករបស់អ្នកកាន់ព្រះពុទ្ធសាសនាហាមមិនឲ្យធ្វើយ៉ាងនេះដាច់ខាតរហ័សនឹងបព្វជិកគួរតែពិចារណាអភិហបញ្ចវេខណៈ5យ៉ាងនេះឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃចរិយាធម្មមហេអាត្មាអញមានសេចក្តីចាស់ចរិយាជាធម្មតាមិនអាចកន្លងនៅសេចក្តីចាស់ចរិយារបស់អាត្មាអញបានឡើយព្យាយាមធម្មមហេអាត្មាអញមានសេចក្តីឈឺចាប់ជាធម្មតាមិនអាចកន្លងនៅសេចក្តីឈឺចាប់បានឡើយ3មរណៈធម្មមហេអាត្មាអញមានសេចក្តីស្លាប់ជាធម្មតាមិនអាចកន្លងនៅសេចក្តីស្លាប់នោះបានឡើយសัพពេហេមេបយេហេអាត្មាអញមានសេចក្តីប្រត់ប្រាស់ចាករបស់ជាទីស្រឡាញ់ជាទីគប់ចិត្តណាទាំងអស់កម្មសកោមហេអាត្មាអញមានកម្មជារបស់ខ្លួនអាត្មាអញធ្វើកម្មល្អនឹងបានផលល្អធ្វើកម្មអាក្រក់នឹងបានផលអាក្រក់ពិតប្រាកដមែនខណ្ឌ5កាយនិងចិត្តនេះចែកជា5កងហៅថាខណ្ឌ5មានរូបមានវេទនាមានសញ្ញាមានសង្ខារមានវិញ្ញាណធាតុ4គឺទឹកដីភ្លើងខ្យល់ប្រជុំគ្នាជាកាយនេះហៅថារូប
ការកំណត់ដឹងអារម្មណ៍ជាសុខគឺសប្បាយកាយសប្បាយចិត្តឬទុក្ខគឺមិនសប្បាយកាយមិនសប្បាយចិត្តឬឧបេក្ខាគឺប្រងើយមិនសុខមិនទុក្ខហៅថាវេទនាសេចក្តីកត់សម្គាល់ចាំបានគឺរូបសំឡេងក្លិនរសផតតពៈអារម្មណ៍ដែលកើតចំពោះចិត្តហៅថាសញ្ញាចេតសិកធម៌គឺអារម្មណ៍ដែលកើតរលត់ជាមួយចិត្តចំណែកឯខាងល្អហៅថាកុសលខាងអាក្រក់ហៅថាអកុសលខាងកណ្ដាលហៅថាមិនល្អមិនអាក្រក់ហៅថាព្យាក្រឹតរុញទាំង3យ៉ាងនេះហៅថាសង្ខារសេចក្តីដឹងអារម្មណ៍ក្នុងវេលាដែលអាយតនៈខាងក្រៅមានរូបជាដើមមកប៉ះអាយតនៈក្នុងមានភ្នែកជាដើមហៅថាវិញ្ញាណខណ្ឌ5នេះហៅថាដោយបំរួញថានាមរូបវេទនាសញ្ញាសង្ខារវិញ្ញាណរួមចូលគ្នាជានាមឬនាមធម៌ឯរូបគង់នឹងនៅជារូបឬជារូបធម៌គារវតាគឺជាការគោរព6យ៉ាងគោរពព្រះពុទ្ធគោរពព្រះធម៌គោរពព្រះសង្ឃគោរពការសិក្សារៀនសូត្រគោរពសេចក្តីមិនប្រមាទគោរពបដិសន្ធារៈធម៌ជាទីតាំងនៃសេចក្តីរលឹកមេត្តាកាយកម្មតាំងកាយកម្មប្រកបដោយមេត្តាចំពោះភិក្ខុសាមណេរផងគ្នាទាំងចំពោះមុខនិងកំបាំងមុខគឺជួយខ្វល់ខ្វាយក្នុងកិច្ចធុរៈផងគ្នាដោយកាយមានការជួយបញ្ជាបាលក្នុងវេលាមានអាពាធជាដើមដោយមេត្តាវិជ័យកម្មតាំងវិជ័យកម្មប្រកបដោយមេត្តាចំពោះភិក្ខុសាមណេរផងគ្នាទាំងចំពោះមុខនិងកំបាំងមុខគឺជួយខ្វល់ខ្វាយក្នុងកិច្ចធុរៈផងគ្នាដោយវាចាមានប្រដៅដាស់តឿនជាដើមដោយមេត្តាមនោកម្មតាំងមនោកម្មប្រកបដោយមេត្តាចំពោះភិក្ខុសាមណេរផងគ្នាទាំងចំពោះមុខនិងកំបាំងមុខគឺគិតតែរបស់ដែលជាប្រយោជន៍ឲ្យដល់គ្នាលាភៈចែកលៀបដែលខ្លួនបានមកហើយដោយធម៌ឲ្យភិក្ខុសាមណេរផងគ្នាមិនហួងហែងឬត្បិតត្បៀតលាក់លៀមទុកបរិភោគតែម្នាក់ឯងសោះឡើយសីលៈរក្សាសិលបរិសុទ្ធស្មើគ្នានឹងភិក្ខុសាមណេរដទៃមិនធ្វើឲ្យខ្លួនដោយជាទីរង្គៀសព្រោះសិលរបស់ខ្លួនឡើយទិដ្ឋិមានសេចក្តីឃើញរួមគ្នានឹងភិក្ខុសាមណេរដទៃទៀតមិនមានវិវាទនឹងអ្នកណាព្រោះហេតុមានសេចក្តីឃើញខុសគ្នាឡើយធម៌6យ៉ាងនេះរមែងធ្វើឲ្យប្រព្រឹត្តជាទីស្រឡាញ់ជាទីគោរពរបស់អ្នកដទៃប្រព្រឹត្តទៅដើម្បីសង្គ្រោះដល់គ្នានឹងគ្នាដើម្បីមិនមានវិវាទគ្នាដើម្បីព្រមព្រៀងគ្នាអាយតនៈខាងក្នុងមាន6ចក្ខុភ្នែកសោតៈត្រចៀកឃានៈច្រមុះជីវហាអណ្ដាតកាយខ្លួនប្រាណមនោចិត្តហៅថាឥន្ទ្រីទាំង6ក៏បានអាយតនៈខាងក្រៅមាន6រូបសទ្ធៈសំឡេងគន្ធៈក្លិនរសៈរស
ផតតាពៈអារម្មណ៍ដែលមកប៉ះពាល់ត្រូវកាយធម្មារម្មណ៍អារម្មណ៍ដែលកើតចំពោះចិត្តហៅអារម្មណ៍6ក៏បានវិញ្ញាណ6រូបភ្នែកកើតសេចក្តីដឹងឡើងហៅថាចក្ខុវិញ្ញាណសំឡេងប៉ះត្រជាកើតចេញដឹងក្តីកើតសេចក្តីដឹងឡើងហៅថាសោតវិញ្ញាណក្លិនប៉ះច្រមុះកើតសេចក្តីដឹងឡើងហៅថាខេនវិញ្ញាណរសប៉ះអណ្ដាតកើតសេចក្តីដឹងឡើងហៅថាជីវហាវិញ្ញាណផតតាពៈប៉ះពាល់កាយកើតសេចក្តីដឹងឡើងហៅថាកាយវិញ្ញាណធម៌កើតចំពោះចិត្តកើតសេចក្តីដឹងឡើងហៅថាមโนវិញ្ញាណសម្ផស្ស6យ៉ាងអាយតនៈខាងក្នុងមានភ្នែកជាដើមអាយតនៈខាងក្រៅមានរូបជាដើមវិញ្ញាណមានចក្ខុវិញ្ញាណជាដើមមកភ្ជាប់គ្នាទាំង3នេះហៅថាសម្ផស្សមានឈ្មោះហៅតាមអាយតនៈខាងក្នុង6គឺចក្ខុសម្ផស្សសោតសម្ផស្សឃានៈសម្ផស្សជីវហាសម្ផស្សកាយសម្ផស្សមโนសម្ផស្សវេទនា6សម្ផស្សជាបច្ច័យឲ្យកើតវេទនាគឺជាសុខខ្លះទុក្ខខ្លះមិនសុខខ្លះមិនទុក្ខខ្លះមានឈ្មោះហៅថាតាមអាយតនៈខាងក្នុង6គឺកើតផ្លូវភ្នែកហៅថាចក្ខុសម្ផស្សជាវេទនាកើតផ្លូវត្រចៀកហៅថាសោតសម្ផស្សជាវេទនាកើតផ្លូវច្រមុះហៅថាឃានៈសម្ផស្សជាវេទនាកើតផ្លូវអណ្ដាតហៅថាជីវហាសម្ផស្សជាវេទនាកើតផ្លូវកាយហៅថាកាយសម្ផស្សជាវេទនាកើតផ្លូវចិត្តហៅថាមโนសម្ផស្សជាវេទនាធាតុធាតុដីធាតុទឹកធាតុភ្លើងនិងធាតុខ្យល់អបនិហានិយធម៌7យ៉ាងធម៌មិនជាទីតាំងនៃសេចក្តីសាបសូន្យគឺប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនមួយចំណែកប៉ុណ្ណោះឧស្សាហ៍ប្រជុំគ្នារឿយកាលប្រជុំគ្នាក៏ព្រមព្រៀងគ្នាប្រជុំការលើកលែងប្រជុំក៏ព្រមព្រៀងគ្នាលើកលែងព្រមព្រៀងគ្នាជួយធ្វើកិច្ចករណីយកិច្ចសង្ឃនឹងគប្បីធ្វើផងខណាដែលព្រះពុទ្ធមិនបានបញ្ញត្តិឡើងទាំងមិនដកខដែលទ្រង់បញ្ញត្តិហើយសមាទានរក្សាតាមសិក្ខាបទដែលទ្រង់បញ្ញត្តិហើយភិក្ខុណាជាធំជាប្រធានក្នុងសង្ឃគោរពរាប់អានភិក្ខុនោះជឿស្ដាប់ពាក្យលោកមិនលុះតាមអំណាចចំណងដែលកើតឡើងត្រេកអរក្នុងសេនាសនៈស្ងាត់តាំងចិត្តជាថាប្រមចរិយភិក្ខុសាមណេរជាអ្នកមានសិលមិនទាន់មកកាន់អាវាសនេះសូមឲ្យមកដែលមកហើយសូមឲ្យនៅជាសុខសប្បាយធម៌7យ៉ាងនេះកាលបើមានតាំងនៅក្នុងបុគ្គលណាបុគ្គលនោះនឹងមានសេចក្តីសាបសូន្យឡើយមិនមានសេចក្តីសាបសូន្យឡើយមានតែសេចក្តីចម្រើនប៉ុណ្ណោះអរិយទ្រព្យ7យ៉ាងទ្រព្យគឺគុណនៃសេចក្តីល្អដែលមាននៅក្នុងសន្តានចិត្តយ៉ាងប្រសើរអរិយទ្រព្យ7យ៉ាងសទ្ធាឋានៈទ្រព្យគឺសេចក្តីជឿរបស់ដែលគួរជឿសិលឋានៈទ្រព្យគឺការរក្សាកាយឲ្យមានរបៀបល្អហិរិឋានៈទ្រព្យគឺសេចក្តីខ្ជាប់ខ្ជួនអំពើបាបអតបឋានៈទ្រព្យគឺសេចក្តីខ្លាចអំពើបាបសត្តឋានៈទ្រព្យគឺការធ្លាប់បានឮបានស្ដាប់មកច្រើនការចេះចាំធម៌និងវិជ្ជាសិលច្រើនយ៉ាងចាតតនៈទ្រព្យគឺការលះបែងចែករបស់ខ្លួនឲ្យដល់បុគ្គលដែលគួរឲ្យបញ្ញាឋានៈទ្រព្យគឺសេចក្តីដឹងស្គាល់របស់ដែលជាប្រយោជន៍និងមិនជាប្រយោជន៍
អាត្រៃអរិយទ្រព្យ7យ៉ាងនេះល្អជាងទ្រព្យខាងក្រៅមានមាសប្រាក់ជាដើមគួរស្វែងរកគួរខំប្រឹងសន្សំទុកឲ្យបានក្នុងសន្តានរបស់យើងលោកធម៌8យ៉ាងធម៌ដែលគ្របសង្កត់សត្វលោកប្រព្រឹត្តទៅតាមធម៌នោះលោកហៅថាលោកធម៌លោកធម៌8នេះណាមួយកើតឡើងគួរពិចារណារបស់នេះកើតឡើងហើយដល់អាត្មាអញសុទ្ធតែជារបស់មិនទៀងជាតិទុកមានសេចក្តីប្រែប្រួលជាធម្មតាគួរឲ្យដឹងពិតតាមធម្មតាកុំឲ្យមកសង្កត់ចិត្តបានកុំឲ្យមានសោមនស្សចំពោះអារម្មណ៍ដែលជាទីប្រាថ្នាកុំឲ្យមានទោមនស្សចំពោះអារម្មណ៍មិនជាទីប្រាថ្នាលក្ខណៈសម្រាប់វិនិច្ឆ័យធម៌វិន័យមាន8ប្រការធម៌ណាប្រព្រឹត្តទៅដើម្បីតម្រែកធម៌ណាប្រព្រឹត្តទៅដើម្បីប្រកបដោយទុក្ខធម៌ណាប្រព្រឹត្តទៅដើម្បីសន្សំកិលេសធម៌ណាប្រព្រឹត្តទៅដើម្បីប្រាថ្នាធំធម៌ណាប្រព្រឹត្តទៅដើម្បីមិនឲ្យសណ្ដោសចំពោះរបស់តាមមានតាមបានធម៌ណាប្រព្រឹត្តទៅដើម្បីប្រឡូកប្រឡំដោយពួកគណៈធម៌ណាប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូសធម៌ណាប្រព្រឹត្តទៅដើម្បីការចិញ្ចឹមជីវិតក្រធម៌នោះគប្បីដឹងថាមិនមែនជាធម៌ជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាទេធម៌ណាប្រព្រឹត្តទៅខុសផ្ទុយគ្នាទៅនឹងលក្ខណៈ8ប្រការដោយពោលហើយមកនេះដែរគឺប្រព្រឹត្តទៅដើម្បីប្រះចាកតម្រែកប្រព្រឹត្តទៅដើម្បីប្រះចាកទុក្ខប្រព្រឹត្តទៅដើម្បីមិនសន្សំកិលេសប្រព្រឹត្តទៅដើម្បីប្រាថ្នាតិចប្រព្រឹត្តទៅដើម្បីត្រេកអរចំពោះវត្ថុតាមមានតាមបានប្រព្រឹត្តទៅដើម្បីសេចក្តីលះប្រព្រឹត្តទៅដើម្បីសេចក្តីស្ងាត់ចាកពួកមេកណៈប្រព្រឹត្តទៅដើម្បីការចិញ្ចឹមងាយធម៌នោះគឺគប្បីដឹងថាជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាមគ្គគឺមានអង្គ8បញ្ញាឃើញប្រពៃគឺឃើញនៅអរិយសច្ចៈ4ត្រេះរិះប្រពៃគឺត្រេះរិះចេញចាកកាមត្រេះរិះក្នុងកាមមិនជាហេតុឲ្យកើតព្យាបាទៈមួយត្រេះរិះក្នុងកាមមិនជាហេតុបៀតបៀនគេមួយវាចាប្រពៃគឺវាចាលើវិជ័យទុច្ចរិត4ការងារប្រពៃគឺវាចាកាយទុច្ចរិត3ចិញ្ចឹមជីវិតប្រពៃគឺវាចាការចិញ្ចឹមជីវិតដោយផ្លូវខុសព្យាយាមប្រពៃគឺព្យាយាមក្នុងទីឋាន4មានព្យាយាមការពារមិនឲ្យបាបកុសលកើតឡើងក្នុងសន្តានជាដើមរំលឹកប្រពៃគឺរំលឹកក្នុងសតិកម្មដ្ឋាន4តាំងចិត្តខ្ជាប់ខ្ជួនប្រពៃគឺចម្រើនឈានក្នុងអង្គមគ្គទាំង8នេះសមាទិដ្ឋិសមាសង្កប្បៈសង្គ្រោះចូលក្នុងបញ្ញាសិក្ខាសមាវាចាសមាកមន្តៈសមាអាជីវៈសង្គ្រោះចូលក្នុងសិលសិក្ខាសមាវាយាមៈព្យាសមាសតិសមាសមាធិសង្គ្រោះចូលក្នុងចិត្តសិក្ខា